លើហៅអីប្រកាសបើសិនជាអ្នកអំពេញដូចខ្ញុំគេហៅនំជើងជ្រូកគ្រាន់តែឃើញពងប៉ុណ្ណឹងណាតែដល់ពេលអ្នកនៅខាងស្រុកស្រីសន្ធរខេត្តកំពង់ចាមឃើញប៉ុណ្ណឹងគាត់ហៅនំពងហើយខ្លះទៀតហៅនំបំពងដោយសារតែចាក់នៅក្នុងអាបំពងតូចហ្នឹងនេះមួយគ្រាប់ហ្នឹងតែ400រៀលទេអញ្ចឹងបើទិញ10គ្រាប់គឺ4000រៀលទិញ100គ្រាប់គឺ40000រៀលហើយចែកគ្នាញ៉ាំមកបងប្អូនបើថាអ្នកប្រកែញ៉ាំញ៉ាំតែ10គ្រាប់គឺដឹងតែឆ្អែតមួយព្រឹកនឹងអស់4000នេះហើយសម្រាប់អ្នកដែលធ្លាប់ញ៉ាំនំពងនៅខាងស្រុកស្រីសន្ធរដឹងតែថាញ៉ាំហើយនឹកបាយនឹកទឹកត្រីនឹកទឹកស្អ៊ីវដែលគាត់តែងតែចុចជាមួយទៅលើកនេះបានឲ្យក្រុមការងារទៅទិញបាយសមក1000ហើយសុំទឹកស្អ៊ីវញិចម្ទេសនៅកន្លែងអ្នកលក់នំពងហ្នឹងដើម្បីសាកញ៉ាំហ្មងចឹងដឹងថាតើនំពងញ៉ាំជាមួយនឹងបាយសហើយនឹងស្រូចទឹកស្អ៊ីវម្ទេសចឹងរសជាតិបែបណាហើយនៅពេលដែលញ៉ាំទៅឆ្ងាញ់របស់គេមែនអូយដូចញ៉ាំបាយសាច់ជ្រូកចឹងហើយចង់ប្រាប់ថានៅកន្លែងគាត់ហ្នឹងក៏មាន Uri KHQR ដែរណាដែលយើងអាចធ្វើការ scan ទូទាត់ឆ្លងធនាគារឥតគិតថ្លៃបានយ៉ាងងាយស្រួលនិយាយបើថានិយាយរឿងនំពងស្រុកស្រីសន្ធរខេត្តកំពង់ចាមតិចច្រឡំថាឥឡូវកំពុងតែថតនៅស្រុកស្រីសន្ធរអត់ទេណាបងប្អូនថតនៅពេញក្រោយ8កាឡម៉ែត្រអ្នកទាំងអស់គ្នាជិះមកតាមគៀន8កាឡម៉ែត្រមកជិះមកត្រង់ហួស8តែបន្តិចទេបងប្អូននឹងឃើញបាត់ហើយគាត់លក់នៅកន្លែងក្បែរ8ហ្នឹងហ្មងអត់នៅឆ្ងាយទេនិយាយរួមទៅដើរចេញតែពី8មកបន្តិចគឺបានឃើញហើយកន្លែងនំពងស្រុកស្រីសន្ធរនេះនោះប៉ុន្តែមិនមែនលក់នៅស្រីសន្ធរទេស្រីសន្ធរក៏គាត់នៅលក់ដែរប៉ុន្តែឥឡូវនេះគឺកូនចៅគាត់អីបានមកលក់នៅពេញហើយរសជាតិដូចគ្នាបងប្អូនពួកខ្ញុំបានញ៉ាំហើយពួកខ្ញុំក្រុមការងារគឺសិតតែបានញ៉ាំរសជាតិដើមនៅស្រុកស្រីសន្ធរទាំងអស់គ្នាដល់ពេលមកញ៉ាំនៅពេញនេះគឺរសជាតិដូចដើមមិនខុសគ្នាទេអូនណាក្មេងៗប៉ុន្តែគាត់ចេះជួយលក់ជួយអីអញ្ចឹងណាហើយមិនមែនជួយលក់ទេបងប្អូនតែប៉ុន្តែគឺគាត់លក់ខ្លួនឯងហ្មងគ្រាន់តែថាពួកខ្ញុំមួយក្រុមការងារទៅចំថ្ងៃដែលម៉ាក់គាត់មកលក់ជួយលក់ដែរប៉ុន្តែបើសិនជាបងប្អូនទៅថ្ងៃក្រោយថ្ងៃផ្សេងទៀតជួនកាលប្រហែលជាម៉ាក់នៅស្រុកស្រីសន្ធរទេកូនគឺនៅពេញដឹងតែថាតម្លៃគឺ14000រៀលហើយបំពងក្តៅចឹងហ្មងបងប្អូនចំពោះស្នូអត់មានសាច់ទេប៉ុន្តែហេតុអីបានជាយើងញ៉ាំទៅដូចមានសាច់អញ្ចឹងស្នូមានតែត្រាវហើយនឹងស្លឹកខ្ទឹមឯណាតែពេលញ៉ាំមានអារម្មណ៍ថាដូចមានជាតិសាច់នៅក្នុងនឹងមិនដឹងទេកន្លែងដែលគាត់រៀបចំលក់មើលទៅល្មមមកជីហួសមកហួសអញ្ចឹងបើសិនជាបងប្អូនចង់ទិញអីមើលតាម Google Map ទៅអានឹងងាយស្រួលយើងជិះមកតាម Google Map អត់ខុសទេបងប្អូនហើយនំនេះគឺគាត់លក់តាំងពីព្រឹកដល់ល្ងាចហ្មងគាត់បំពងក្តៅឲ្យយើងញ៉ាំអញ្ចឹងហ្មងតែបើថាក្តៅខ្លាំងពេកក៏លាកមាត់ដែរហើយបើចង់ឲ្យបានទទួលអារម្មណ៍រសជាតិដើមហ្មងអ្នកទាំងអស់គ្នាកុំភ្លេចធៀមបាយសហើយទឹកត្រីម្ទេសឬមកក៏ទឹកស្អ៊ីវម្ទេសមកដាក់ទៅត្រូវគ្នាខ្លាំងមែនតើសាច់នំនៅខាងក្នុងឡើងទន់ហើយដល់ពេលខាងក្រៅស្រួយហ្មងបងប្អូនធៀបទៅស្រួយដូចមាន់បំពងដែរអីអញ្ចឹងស្រួយខ្លាំងណាហើយនៅក្នុងហ្នឹងគឺមានដុំត្រាវតូចហើយនឹងស្លឹកខ្ទឹមឲ្យឈ្ងុយឲ្យមានជាតិត្រាវទៅត្រាវដាក់ទៅគឺដូចមានញ៉ាំសាច់នៅក្នុងហ្នឹងហ្មងដោយសារតែត្រាវហ្នឹងវាមានរសជាតិប្រៃឡមមកស្រាប់អូយគ្មានអីសប្បាយចិត្តជាងនំពងនៅស្រុកស្រីសន្ធរមកលក់នៅពេញទៅនេះពេលអញ្ចឹងយើងអ្នកពេញងាយស្រួលស្កាត់បានញ៉ាំហើយមួយវិញទៀតបងប្អូនទាំងអស់គ្នាឥឡូវនេះធនាគារ Uri មានគណនីសន្សំថ្មីមួយដែលមានឈ្មោះថាគណនី Hi-Fi ដែលផ្ដល់ជូននៅអត្រាការប្រាក់ខ្ពស់ដែលធ្លាប់មានពីមុនមករហូតដល់ 5% ក្នុងមួយឆ្នាំដែលផ្ដល់ជូនសម្រាប់អតិថិជនថ្មីដែលមិនទាន់មានគណនីជាមួយនឹងធនាគារ Uri ពីមុនមកហើយក្រៅពីហ្នឹងយើងក៏អាចធ្វើប្រតិបត្តិការតាម Uri Bank App ហើយក៏អាចដកដាក់ប្រាក់តាមទូ ATM ដោយសេរីនិងឥតគិតថ្លៃបានទៀតផងអញ្ចឹងបងប្អូនទាំងអស់គ្នាអាចទៅធ្វើការបើកគណនីនៅសាខាធនាគារ Uri ណាមួយក៏បានដែរដែលចិត្តអ្នកទាំងអស់គ្នាបំផុតណាឬមកក៏តាក់ទងទៅតាមលេខទូរស័ព្ទរបស់ Uri ក៏បានដែរហើយចូលមកដល់រឿងនំពងយើងវិញនេះផ្ដាំទៀតកុំភ្លេចអសោះរឿងបាយសបើថាជីឡានមកអីអ្នកទាំងអស់គ្នាវិចបាយសមកតាមឡានមកហើយមានទឹកត្រីម្ទេសមានទឹកស្អ៊ីវម្ទេសមកចុចទៅគឺអត់ខុសទេបងប្អូនដូចញ៉ាំបាយសាច់ជ្រូកមួយចាន 5000 6000 អញ្ចឹងគាត់ថានេះគឺអត់មានសាច់ទេដំបូងលឺអ្នកលក់លឺអ្នកស្រុកស្រីសន្ធរគេនិយាយស្មាគេនិយាយលេងដល់ពេលបានញ៉ាំមែនមិនដឹងថាអូយរសជាតិញ៉ាំមួយបាយសទឹកត្រីម្ទេសនេះគឺត្រូវខ្លាំងណាស់ហើយអ្នកប៉ាយគាត់គឺមានប៉ុណ្ណឹងឯងគាត់ជៀននំនៅខាងក្នុងផ្ទះគាត់ហ្មងព័ត៌មានបន្ថែមអាចមើលបាននៅក្នុង caption និងនៅក្នុង comment បាយ